នៅក្នុង the next level rap star ខ្ញុំ introduce របៀបដែលខ្ញុំ introduce ចបៃផ្សេងៗគ្នាចបៃ challenge លក្ខខណ្ឌនៃការប្រកួតវគ្គចបៃ challenge បេក្ខជននីមួយៗត្រូវបញ្ចេញសមត្ថភាព rap របស់ខ្លួនទៅតាមសេចក្តីចបៃចំនួន8បារ Hello Okay it's been a while man It's been fucking a while Okay ទីនេះលេងមកមានអ្នកខ្លះក៏សួរខ្ញុំថាដោយសារខ្ញុំចូលចិត្តប្រើពាក្យ 2.0 ច្រើនហើយខ្ញុំអត់សូវប្រើពាក្យ stereo អញ្ចឹងក៏សួរខ្ញុំថាstereo ហើយ 2.0 វាខុសគ្នាអត់អញ្ចឹងណាចម្លើយខ្លីពីនឹងវាស្ទើរតែដូចគ្នាវាស្ទើរតែ it close enough to be the same but it's not the same វាស្ទើរតែដូចគ្នាប៉ុន្តែវាខុសគ្នាទៅតាមបច្ចេកទេស stereo អញ្ចឹង stereo ជាទូទៅវាគឺជា audio format ដែលយើងបង្កើតឡើងមកដើម្បីឲ្យអ្នកស្ដាប់ចេញស្ដាប់ឮថាវាមាន wide and direction ស្ដាប់មកគឺវាចេញ wide វាជះចេញមកឆ្វេងស្ដាំអញ្ចឹងវាតកតងជាមួយនឹង channel វាគឺឆ្វេងស្ដាំអាហ្នឹង stereo 2.0 ជាទូទៅវាគឺជា channel configuration label មានន័យថាគេឲ្យឈ្មោះវាថា 2.0 ជាទូទៅវាច្រើននៅក្នុង surround sound system អញ្ចឹង 2.0 វាឲ្យអញ្ចឹងឧទាហរណ៍ជាតែពីហ្នឹងវាចេញឆ្វេងស្ដាំដូចគ្នាវាមាន channel 2ឆ្វេងស្ដាំដូចគ្នាប៉ុន្តែគ្រាន់តែរបៀបដែលយើង treat mixing មួយនឹងថាតើវា mix នៅក្នុង stereo ឬក៏នៅក្នុង 2.0 អញ្ចឹងណាហើយភាពខុសគ្នាមួយទៀតគឺយើងអាចនឹងធ្លាប់ឮថា 2.0 ឬក៏ 2.1 ហើយអា 0.1 0.0 ហ្នឹងគឺបើសិនជាវា 0.0 គឺវាមានន័យថាវា no LFE មានន័យថា low frequency effect សាប់ដែលយើងដូចជា speaker នៅលើតុ speaker computer ហ្នឹងវាមាន serialize speaker មួយគូសងខាងហើយមានសាប់ខាងក្រោមតុមួយហ្នឹងដែលវាឲ្យយើងបាក់ដឹងអាហ្នឹងឯង LFE ហ្នឹងណាប៉ុន្តែយើងអាចឮពាក្យថា stereo 0.1 noយើងអាចលើពាក្យហ្នឹងឯងអញ្ចឹងវាខុសគ្នាត្រង់ហ្នឹងឧទាហរណ៍ចេះមួយទៀតខ្ញុំលើកឧទាហរណ៍ចេះសួរស្ដាប់ឧទាហរណ៍ថាដូច part មិញហ្នឹងនៅក្នុង the next level rap star ខ្ញុំ introduce របៀបដែលខ្ញុំ introduce ចបៃផ្សេងគ្នាព្យាយាមធ្វើ part ហ្នឹងដើម្បីឲ្យវាមានcatchy ហើយឲ្យវាមាន unique សម្រាប់ការ introduce something that is really iconic នៅក្នុង show ហ្នឹងអញ្ចឹងនៅក្នុង the next level episode 6នេះនៅពេលដែល MC គាត់ introduce part ចបៃ challenge អញ្ចឹងនៅពេលដែលចបៃចេញមកគឺវាមាន layer of sound effect music ជាមួយគ្នានឹង MCDX dialogue អញ្ចឹងវាច្រើនហើយបើសិនជាខ្ញុំដាក់វាចូលទៅក្នុង stereo ឬក៏ mono track effect ទាំងអស់នឹងជាន់លើគ្នាអញ្ចឹងប្រកាសណាស់ថាវាចេញមកទាំងសងខាងចេញមកទាំងអស់គ្នាក្នុងពេលតែមួយទាំងសងខាងអញ្ចឹងយើងទៅ side chain វាដើម្បីចែកគ្នាដាច់ថាណាជាណាដើម្បីឲ្យនៅពេលដែលយើង bounce out ជាមួយនឹង final mix and mastering យើងស្ដាប់ឮថាស្អីជាស្អីអញ្ចឹងណាប៉ុន្តែនៅពេលដែលយើងគិតថាយើងចង់បង្កើតវាយើងចង់ mix part ទាំងហ្នឹងឲ្យវាទៅជា 2.0 ដោយសារតែយើងអត់ចង់ស្អីគ្រប់យ៉ាងគឺវាចេញពី 2 channel យើងចង់ឲ្យផ្នែកខ្លះគឺវាចេញពី left then right ឬក៏ right then left ដើម្បីបង្កើត dynamic នៃ sound នៃសំឡេង effect អីមួយហ្នឹងអញ្ចឹងបាន drum roll ហ្នឹងគឺខ្ញុំសម្រេចចិត្តឲ្យវាចេញពីឆ្វេងហើយវារត់ទៅស្ដាំនៅពេលដែលខ្ញុំធ្វើ side chain នៅក្នុង mix and mastering ខ្ញុំធ្វើ side chain តែ MCDX ជាមួយនឹង effect ផ្សេងទៀតតែជាមួយនឹង drum roll គឺខ្ញុំធ្វើតែផ្នែកមួយដែលវាចេញពីឆ្វេងហើយនឹងស្ដាំនៅពេលដែលវា roll ចំកណ្ដាលគឺយើងស្ដាប់ឃើញថា dynamics នៃ sound នឹង roll ចេញពីឆ្វេងមកស្ដាំពេលដែលយើងធ្វើបែបហ្នឹងគឺវាមាន dynamic យើងអត់ដាក់អីគ្រប់យ៉ាងចេញមកតែ two channel the same time the same volume the same effect ចឹងវាខុសគ្នាតអញ្ចឹងនៅពេលដែលយើងនិយាយទៅណាវាខុសគ្នាតតែ terminology តែ ideally វា two channel ដូចគ្នា
ចឹងវា this close to be the same but it's not the same អូខេប៉ុណ្ណឹងអរគុណ